ôn khác còn chưa ôn khác tháo tạp xong tôi chắc mình ra là kinh vậy thành chàng á vì ăn chưa thế តើយុវជនសម័យបច្ចុប្បន្នយល់ដឹងពីរបបខ្មែរក្រហមដល់កម្រិតណាក្រោយពីការកាត់ទោសមេដឹកនាំខ្មែរក្រហមបានបញ្ចប់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបង្កើតមជ្ឈមណ្ឌលធនធានដែលជាផ្នែកមួយនៃសំណងដល់ដាស់បណ្ដឹងដើម្បីឲ្យកូនខ្មែរបានសិក្សាអំពីដំណើរការនៃការកាត់ទោសមួយនេះដោយសារតែទីតាំងមជ្ឈមណ្ឌលធនធានមានតែនៅក្នុងរាជធានីភ្នំពេញដូច្នេះហើយទើបគេបង្កើតឲ្យមានមជ្ឈមណ្ឌលធនធានចល័តនៃអវតកនៅលើឡានក្រុងដើម្បីចល័តឲ្យយុវជននៅតាមបណ្ដាខេត្តទទួលបានឱកាសសិក្សាស្វែងយល់អំពីដំណើរការនៃការកាត់ទោសនៅពេលនេះខ្ញុំកំពុងតែស្ថិតនៅក្នុងបន្ទប់ប្រជុំនៅលើឡានក្រុងចល័តដែលគេឲ្យឈ្មោះថាមជ្ឈមណ្ឌលធនធានចល័តនៃអវតកដែលឡានក្រុងនេះផ្ទាល់អ្នកទាំងអស់គ្នាគឺមានបេសកកម្មនៅក្នុងការធ្វើដំណើរទៅកាន់25រាជធានីខេត្តតាមសាកលវិទ្យាល័យនិងវិទ្យាល័យនានាផ្សព្វផ្សាយអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមហើយដោយដែលលោកអ្នកបានឃើញសងខាងនេះគឺជាបន្ទប់ដែលបងប្អូនអាចធ្វើការសិក្សាស្រាវជ្រាវអំពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមតាមរយៈគេហទំព័ររបស់ ECCC ដោយយុវលេខារបបប្រល័យខ្ញុំឈ្មោះចម្រើនខ្ញុំបានចូលរួមនៅក្នុងដំណើរផ្សព្វផ្សាយលទ្ធផលនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលបានបញ្ចប់នៅចុងឆ្នាំ2022ទៅកាន់សិស្សានុសិស្សនៅតាមវិទ្យាល័យនិងសាកលវិទ្យាល័យតាមរយៈមជ្ឈមណ្ឌលធនធានចល័តនៃអវតករួមបានមកជុកនឹកដល់ថ្ងៃស្អែកតើឯងឆ្លងកាត់ថ្ងៃស្អែកបានទេក្នុងរយៈពេល1ឆ្នាំនេះមជ្ឈមណ្ឌលធនធានចល័តនេះគឺបានធ្វើដំណើរ25រាជធានីខេត្តនិងតាមបណ្ដាវិទ្យាល័យនិងសាកលវិទ្យាល័យនានាសំណួរដែលខ្ញុំតែងតែលើកនៅក្នុងអំឡុងពេលដែលធ្វើការជាមួយនឹងមនុស្សជាច្រើនតែងតែលើកឡើងចម្ងល់ថាហេតុអ្វីទៅសិក្សាអំពីប្រវត្តិសាស្ត្រដែលឈឺចាប់នៅក្នុងប្រទេសយើងធ្វើអ្វីហេតុអ្វីចាំបាច់ទៅកាត់ទោសមេដឹកនាំខ្មែរក្រហមធ្វើអីសំណួរនេះគឺចាក់ដោតនៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ចបើទោះបីជាខ្ញុំកំពុងតែបំពេញតួនាទីជាអ្នកផ្សព្វផ្សាយមួយរូបទៅកាន់យុវជនខ្មែរក្រហមវាបងប៉ុនបងបន្លៃឲ្យបាត់សូត្រឲ្យជនជាតិតាមខ្ញុំដោយដំណើរការរបស់អវតកអូខេតើអ្នកគិតថាយុទ្ធសាស្ត្រទៅបានបាច់ទេអត់គ្រូនេះអត់ដឹងពីគ្រូគិនឥឡូវចង់ដឹងសុំម្ដងទៀតសុំឡើងដល់នៅពេលនេះយើងបានធ្វើដំណើរមកដល់ភាគឦសាននៃប្រទេសកម្ពុជាគឺវិទ្យាល័យហ៊ុនសែនកោះញែងនៃខេត្តមណ្ឌលគិរីក្រៅពីសកម្មភាពលើរថយន្តមន្ត្រីអវតកក៏បានជួបជាមួយនឹងសិស្សមួយក្រុមនៅក្នុងថ្នាក់ដើម្បីផ្សព្វផ្សាយពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមជូនសភៅដល់សិស្សហើយយើងបញ្យល់ត្រួសមកហើយពីចាប់ពីដើមរហូតដល់សំណួរទី18ចុងក្រោយហ្នឹងគឺឲ្យគាត់ស្វែងយល់បន្ថែមតាមរយៈ website របស់យើងបាទហ្នឹងគឺយើងបញ្យល់សិស្សមកបន្ទាប់ពីបញ្យល់ពីរឿងសភៅហើយបានយើងចាប់ផ្ដើមឲ្យប្រឡងហ្មងគឺឲ្យសិស្សធ្វើតេស្តគេហៅថា pre test ហ្នឹងណាបាទគឺយើងចែកក្តារជូនសិស្សក្នុងក្តារនោះវាមាន12សំណួរអញ្ចឹងសិស្សគាត់ចាប់ផ្ដើមធ្វើតេស្តគាត់ពេលចឹងគឺគាត់ភ្ញាក់ផ្អើលហើយព្រោះគាត់អត់ពឹងថាយើងប្រឡងអញ្ចឹងណាយើងចង់សាកល្បងថាចំណេះដឹងរបស់គាត់ជួការយល់ដឹងពីរឿងខ្មែរក្រហមនិងការកាត់ទោសបានកម្រិតណាអាហ្នឹងគេហៅថា pre test អញ្ចឹងយើងឲ្យគាត់ធ្វើតេស្តប្រហែលជា12ឬក៏15នាទីអញ្ចឹងទៅដល់មកយើងប្រមូលក្តារបន្ទាប់ពីយើងប្រមូលក្តារហើយបានយើងចាប់ផ្ដើមធ្វើបទបង្ហាញគឺយើងជម្រាបជូនព័ត៌មានលម្អិតនិយាយពីដំណើរការតុលាការការកាត់ក្តីសំណុំរឿងរ៉ាវទាក់ទងនឹងខ្មែរក្រហមគឺយើងពន្យល់ប្រាប់សិស្សទាំងអស់ហ្មងបាទហើយក៏វាពាក់ព័ន្ធនឹងអាសំណួរនៅក្នុងក្តារហ្នឹងដែរបន្ទាប់ពីយើងពន្យល់លម្អិតអស់ហើយតាមរយៈសំណួរមួយហ្នឹងហើយបានយើងឲ្យគាត់ប្រឡងសាកម្ដងទៀតបាទហ្នឹងគេហៅ post test ហ្នឹងណាបាទអញ្ចឹងបរិបទនេះគឺសិស្សសប្បាយចិត្តបងប្អូនគាត់យល់ដឹងអស់ហើយប៉ុន្តែក៏នៅតែអ្នកខ្លះធ្វើខុសដែរប៉ុន្តែគឺគាត់យល់ដឹងច្រើនមែនតើបាទបន្ទាប់ពីយើងបញ្យល់ហើយគឺគាត់សប្បាយចិត្តណាទាក់ទងនឹងឧទាហរណ៍មេខ្មែរក្រហមណាខ្លះត្រូវបានកាត់ទោសមានសំណុំរឿងអីខ្លះបាទអញ្ចឹងគឺគាត់យល់ដឹងគាត់ធ្វើខុសតែ5នាទីអីគឺហើយបាទហ្នឹងគឺការឆ្លុះបាទវិញសុខសប្បាយអត់ហើយសម័យខ្មែរក្រហមមិនអញ្ចឹងណាបាទអញ្ចឹងអត់អីទេមិញណាមន្ត្រីអវតកមួយរូបស្ថិតនៅក្នុងផ្នែកគាំពៀជនរងគ្រោះបានធ្វើដំណើរស្វែងរកអ្នករស់រានមានជីវិតដែលជាដើមម្ដងរដ្ឋបវេនីដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមទៅកាន់ពួកគាត់ឃើញយ៉ាងបងមូវទៀតស្ដាំវាមិនងាយស្រួលនោះទេព្រោះការងារនេះគឺគាត់ត្រូវស្វែងរកពីភូមិមួយទៅភូមិមួយហើយមាត់គឺជាផ្លូវគាត់ហ្នឹងគឺជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហមហើយគាត់បានដាក់ពាក្យមកសាលាក្តីខ្មែរក្រហមហើយបានសាលាក្តីខ្មែរក្រហមបានចាត់ទុកគាត់ជាដើមបណ្ដឹងរដ្ឋបវេនី
យើងមកហ្នឹងគឺមានគោលបំណងសំខាន់មួយដែលចង់ជូនដំណឹងគាត់ឲ្យដឹងអំពីថាតើសាលាក្តីខ្មែរក្រហមយើងបានធ្វើអីគេខ្លះហើយនឹងបន្តធ្វើអីបន្តទៀតហើយអ្វីដែលសំខាន់បំផុតគឺយើងបានជំរាបជូនគាត់ថាសាលាក្តីខ្មែរក្រហមបានបញ្ចប់សំណុំរឿងតុលាការអស់ហើយនៅចុងឆ្នាំ2022ហើយយើងពេលដែលតុលាការបានបិទបញ្ចប់សំណុំរឿងអស់ហើយខាងសាលាក្តីខ្មែរក្រហមបានធ្វើលិខិតថ្លែងអំណរគុណជូនតាមបណ្ដឹងទាំងអស់ដែលបានដាក់ពាក្យបណ្ដឹងមកខាងសាលាក្តីខ្មែរក្រហមយើងអញ្ចឹងគោលបំណងដែលសំខាន់បំផុតគឺយើងបានយកលិខិតថ្លែងអំណរគុណដើម្បីជូនទៅដល់គាត់ហើយអានេះគឺជាសភៅប្រកាសសាលក្រមពីមុនអ៊ំធ្លាប់បានអាក្រាស់អានេះក៏មានក្រាស់ដែរប៉ុន្តែវាក្រាស់ពេកគេអត់បានធ្វើទេវាធ្ងន់ពេកបាទអញ្ចឹងគេធ្វើសង្ខេបដោយសារតែវិជ្ជារីជនរងគ្រោះខ្លះគឺមិនអាចចូលរួមនៅក្នុងការផ្សព្វផ្សាយជាមួយនឹងមជ្ឈមណ្ឌលធនធានចល័តនៃអវតកនោះទេប៉ុន្តែជនរងគ្រោះមួយចំនួនក៏បានអញ្ជើញចូលរួមនិងជួបជាមួយនឹងសិស្សដោយផ្ទាល់ដើម្បីចែករំលែករឿងរ៉ាវដែលគាត់ធ្លាប់ឆ្លងកាត់បងអូនខ្លះក៏ជឿបងអូនខ្លះថាតាមសង្គមចាស់ចម្រិលគេនិយាយថាអញ្ចឹងណាបាទវាមិនដែលដល់អត់បាយគេដែលយើងដូចថារៀនសូត្រក្របដើមឈើអីវាអត់ជឿយើងទេអត់ជឿតែពេលយើងពងរៀនស្អាភីងរត់ចែកជឿគ្នាទេវាអត់ជឿទេបាទវាអត់ជួបនឹងវាអញ្ចឹងវាបានមកក៏ដូចអញ្ចឹងសាលាមានចង់ចេញចង់ចូលមានអីហត់ទៅទុកព្រៀងវាចឹងខ្ញុំចង់យកបទពិសោធន៍នឹងឲ្យកូនឈ្នួយបងប្អូននឹងឲ្យបានដឹងផងតើរឿងពិតហ្នឹងវាយ៉ាងម៉េចហើយរឿងបងប្អូនជឿឬមិនជឿជារឿងបងអូនពិចារណាđểគិតទៅថាខ្ញុំនិយាយនឹងហុតកុហកឬមួយឲ្យថាដូចម៉ែឲ្យយាយតាថាយាយតាចឹងចង់ដឹងថាតាសំខាន់ដែរទេដែលឲ្យកូនខ្មែរយល់ដឹងពីប្រវត្តិសាស្ត្រហ្នឹងតើវាសំខាន់ដែរទេអ្នកមីងវាមិនសំខាន់ទេគ្រូសំខាន់បាទព្រោះអីប្រវត្តិសាស្ត្រមួយទៅប្រវត្តិសាស្ត្រមួយយើងមិនអាចអាហ្នឹងវាជុំចត់មែនប៉ុន្តែឲ្យយើងចងចាំកុំឲ្យយើងទៅជាប់ដែរនឹងទៀតចាអញ្ចឹងចិត្តខ្ញុំគឺសំខាន់ខ្លាចគឺមិនសំខាន់អត់ទេអាហ្នឹងជារឿងរបស់គេលោកគ្រូប៉ុន្តែខ្ញុំសំខាន់ណាស់ខ្ញុំមិនចង់នាំកូនចៅទៅជាន់នៅប្រវត្តិសាស្ត្រចម្រិលនឹងទៀតទេគឺចង់ឲ្យល្អដូចចេះមានការងារធ្វើទៅបានទៅលេងគ្រប់ប្រទេសចេះសម្រេចវិជ្ជាចេះសពគ្រប់ថាគឺឥឡូវគឺបានប្រវត្តិសពគ្រប់គឺអបាទរឿងនឹងចឹងគ្រប់ត្រឲ្យសាលាក្តីមានឡានផ្សព្វផ្សាយមកតាមបណ្ដាខេត្តចឹងដែរអត់ឬក៏បានឃើញខ្ញុំអស់បើសិនខ្ញុំឃើញបកតាមមុខផ្ទះខ្ញុំលឿនបាទហើយបានឡើងនៅមីងបានឡើងលើឡានហ្នឹងអត់ទេអត់បានឡើងទេចឹងឡានហ្នឹងគឺជាឡានតំណាងឲ្យអាគារយើងនៅភ្នំពេញហ្នឹងណាមីងហើយក៏វាជាបណ្ណាល័យចល័តមួយដែរបាទដើម្បីចុះមកផ្សព្វផ្សាយទៅដល់សិស្សនិស្សិតឲ្យគាត់បានដឹងពេលដែលគាត់បានរៀនចប់ថ្នាក់ទី12ទៅគាត់មានឱកាសរៀននៅភ្នំពេញអញ្ចឹងគាត់បានដឹងពីអាគារយើងនៅភ្នំពេញអញ្ចឹងគាត់អាចទៅសិក្សាស្រាវជ្រាវនៅក្នុងមជ្ឈមណ្ឌលធនធានអវតកយើងនៅភ្នំពេញបានអញ្ចឹងវាងាយស្រួលសម្រាប់កូនសិស្សណាមីងបាទអញ្ចឹងយើងអញ្ជើញមីងឡើងឡានទៅមើលទាំងអស់គ្នាថាក្នុងឡានហ្នឹងយើងមានអីខ្លះអញ្ចឹងមីងអាចអញ្ជើញឡើងឡានទៅបាទមើលស្អាតណាស់នេះគឺជាលើកទី1របស់អ៊ំស្រីដែលគាត់ជាដើមបណ្ដឹងរដ្ឋបវេនីដែលគាត់បានឃើញនៅមជ្ឈមណ្ឌលធនធានចល័តនៃអវតកឥឡូវយើងចង់ដឹងមើលថាតើគាត់មានចំណាប់អារម្មណ៍យ៉ាងណាដែរអ្នកមីងឥឡូវបានមកដល់លើមជ្ឈមណ្ឌលធនធានចល័តឡានក្រុងដែលជាកាត់ផ្ទះអ្នកមីងមិញឥឡូវមានអារម្មណ៍មិនដែរពេលគឺល្អធ្វើចឹងល្អណាស់ខ្ញុំគ្រប់ត្រូវដើម្បីឲ្យកូនចៅយើងទៅមុខឲ្យបានស្គាល់ដឹងថាកន្លែងអង្គបអវតកយើងកាត់ក្តីហើយដាក់គុកជន់ជាប់ចោះហើយបង្កើតជាបណ្ណាល័យចេះចល័តឲ្យកូនចៅបានទៅរៀនសូត្រយកបទពិសោធន៍នៅកន្លែងហ្នឹងទៀត1 2 3
ដំណើររបស់អវតកក៏បានធ្វើឡើងជាមួយនឹងអង្គការដៃគូជាច្រើនក្នុងនោះក៏មានអង្គការចិត្តសង្គមអន្តរវប្បធម៌ TPO ដែលតែងតែផ្ដល់លំហាត់ជំនួយផ្លូវចិត្តពេលដែលយើងបានស្ដាប់រឿងរ៉ាវខ្មែរក្រហមរួចយើងចូលរួមក្នុងកម្មវិធីហ្នឹងទីមួយយើងចង់និយាយថាយើងអប់រំឲ្យគាត់យល់ដឹងអំពីប្រតិកម្មផ្លូវកាយផ្លូវចិត្តដែលអាចកើតឡើងចំពោះដើមមិនដឹងរាប់ប្រវេណីខ្លួនឯងដែលគាត់ចែកម្លែកហ្នឹងទៅឲ្យក្មួយៗក៏ដូចជាក្មួយៗដែលជាសិស្សានុសិស្សហ្នឹងឲ្យគាត់យល់ថាពេលដែលគាត់ស្ដាប់តើគាត់អាចមានប្រតិកម្មអីខ្លះកើតឡើងនៅក្នុងហ្នឹងនៅក្នុងការសាប់ស្ដែករឿងរបស់គាត់នឹងប្រតិកម្មវាអាចមានទៅលើផ្លូវកាយទៅលើផ្លូវចិត្តដែលអាចកើតឡើងឧទាហរណ៍ទៅលើផ្លូវកាយយ៉ាងម៉េចអាចបេះដូងគាត់ពេលស្ដាប់សាច់រឿងដែលឈឺចាប់ខ្លាំងគឺបេះដូងគាត់លោតញាប់ដង្ហើមគាត់ដកខ្លីៗឃើញទេគាត់រួយកចុកស្មាត្រជាក់ចុងដៃចុងជើងនៅក្នុងដំណើរនៃការស្ដាប់សាច់រឿងដោយឡែកដើមមិនដឹងដែលគាត់ចែកម្លែកហ្នឹងក៏មកមានប្រតិកម្មយ៉ាងដូចគ្នាហើយគឺហៅប្រតិកម្មទៅលើផ្លូវកាយហើយអ្វីដែលតែប្រតិកម្មទៅលើផ្លូវចិត្តមានដូចជាអីគាត់បាត់ជាដើមមិនដឹងដែលគាត់ចែកម្លែកគាត់អាចនឹកឃើញរឿងនឹងឡើងវិញគឺឈឺចាប់គាត់មានអាយរំជួលចិត្តគាត់អាចនឹកឃើញរឿងនឹងគេធ្វើបាបធ្វើឲ្យគាត់ពិបាកចិត្តធ្វើឲ្យគាត់មានអារម្មណ៍ពេលខ្លះគេងអត់លក់ពេលខ្លះគាត់ឈឺក្បាលគាត់ខឹងអញ្ចឹងមួម៉ៅរឿងលាយឡំទាំងអស់ហ្នឹងគឺនៅក្នុងហ្នឹងអញ្ចឹងយើងគ្រប់គ្រងគាត់នៅក្នុងដំណាក់កាលហ្នឹងគឺយើងបានបង្ហាត់នៅលំហាត់មួយចំនួនដើម្បីត្រៀមគាត់ក្នុងការចែករំលែកហើយយើងក៏បានប្រាប់គាត់ដែរពេលគាត់ត្រឡប់ទៅវិញគាត់bịចែករំលែករឿងរ៉ាវហ្នឹងអាចធ្វើឲ្យគាត់មានរឿងរ៉ាវដូចថាថ្មីកើតឡើងចំពោះគាត់អញ្ចឹងគាត់អាចមានយល់សពអាក្រក់ឬអីចឹងផ្សេងបើសិនណាអាការៈទាំងអស់ហ្នឹងវាប៉ះពាល់គាត់យូរមានន័យថាយូរថ្ងៃយូរខែអញ្ចឹងគាត់អាចត្រូវរកគឺសេវាដើម្បីជួយអញ្ចឹងណាលោកហើយសម្រាប់កូនសិស្សគឺដូចគ្នាយើងអាចបញ្យល់គាត់អញ្ចឹងហើយបន្តមកទៀតយើងធ្វើលំហាត់បច្ចុប្បន្នភាពដើម្បីធ្វើម៉េចដើម្បីឲ្យគាត់ហ្នឹងទាញគាត់ហ្នឹងកុំឲ្យចូលទៅក្នុងរឿងអតីតកាលពីរបប3ឆ្នាំ8ខែហ្នឹងត្រឡប់មកពេលបច្ចុប្បន្នវិញរយៈពេល1ឆ្នាំនេះខ្ញុំបានបំពេញតួនាទីដោយមោទនភាពព្រោះខ្ញុំបានផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រខ្មែរដែលវាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិពេលនេះដោយសារតែភាពងាយស្រួលនៅក្នុងការទទួលបានឯកសារយ៉ាងសម្បូរបែបនេះហើយជាពេលវេលាមួយដែលអាចឲ្យយើងងាយស្រួលសិក្សានិងមានពេលវេលាគ្រប់គ្រាន់នៅក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រនយោបាយដែលយើងបានធ្លាប់ឆ្លងកាត់កន្លងមក3អវតកអូខេអរគុណច្រើនមួយសុខសប្បាយបងប្អូនគ្នាណាអរគុណសុខសប្បាយបាទ